បាទសួស្តីថ្ងៃនេះខ្ញុំបង្ហាញពីរបៀបនៃការបង្កើត account Gmail បាទនៅលើកុំព្យូទ័របានទូរស័ព្ទបានអញ្ចឹងជាដំបូងយើងត្រូវវាយដាក់ gmail.com ទៅអញ្ចឹងវានឹងទៅកន្លែងមួយឲ្យយើងទៅបង្កើតអញ្ចឹងយើងជ្រើសយកបង្កើត personal ហើយដំបូងគឺទាមទារឲ្យយើងវាយឈ្មោះរបស់យើង first name របស់យើងអញ្ចឹងតាបាទអញ្ចឹងរបស់ខ្ញុំវាយ first name របស់ខ្ញុំហើយបន្ទាប់ពីវាយ first name ហើយ last name យើងអាចដាក់ក៏បានអត់ក៏បានតែសាច់ខ្ញុំពីជំនាន់គួរតែដាក់ចូលទៅបាទហើយយើងចុចថា next បាទអញ្ចឹងដល់ពេលយើងចុច next ដល់ហើយយើងជ្រើសថ្ងៃខែឆ្នាំកំណើតរបស់យើងបាទទៅតាមនឹងទៅវាចូលហើយនឹង page របស់យើងបន្តមកយើងចុច next ទៀតអញ្ចឹងពី Gmail គេនឹងផ្ដល់ជា suggest ទៅជាមួយនឹង account ជា email address របស់យើងឲ្យឬក៏យើងចង់បង្កើតខ្លួនឯងអញ្ចឹងណាអញ្ចឹងការបង្កើតខ្លួនឯងជួនកាលយើងដាក់ទៅបើសិនជាករណីថា address ហ្នឹងវាគេមានគេប្រើប្រាស់ហើយវាងូតពណ៌ក្រហមឲ្យយើងមើលអញ្ចឹងណាជានៅក្នុងករណីនេះខ្ញុំអត់បង្កើតខ្លួនឯងទេខ្ញុំនឹងរើសយក address ដែល Gmail ឲ្យខាងលើហ្នឹងគឺ Peter John 607ហ្នឹងហើយវាបើតមកចុច next អញ្ចឹងគឺ Gmail ឲ្យយើងបញ្ចូល password ណាអញ្ចឹង password យើងដាក់ password ដែលវាstrong នេះទៅ password ដែលខ្លាំងពិបាកគេទាអញ្ចឹងណានឹងអាចមានលេខអក្សរសញ្ញាអញ្ចឹងទៅលេខអក្សរធំអក្សរតូចអញ្ចឹងទៅបាទវាយហើយយើងអាចវាយ confirm ម្ដងទៀតអញ្ចឹងណាបាទចឹងហើយខ្ញុំសុំបិទតិចដើម្បីការពារបាទដាក់ sticker បិទជាមួយរបៀប password សំខាន់ចឹងខ្ញុំសុំលាក់មកឃើញណាបាទអរគុណបន្តមកពេលយើងវាយចូលហើយយើងនឹងចុច next បន្តទៅអញ្ចឹងនៅពេលដែលចុច next បន្តGmail នឹងឲ្យយើងបញ្ចូលលេខទូរស័ព្ទរបស់យើងដើម្បី link ពី link រវាង account Gmail របស់យើងជាមួយលេខទូរស័ព្ទរបស់យើងអញ្ចឹងយើងបញ្ចូលលេខទូរស័ព្ទរបស់យើងទៅអញ្ចឹងករណីលេខខ្លះដែលយើងធ្លាប់មាន link ជាមួយនឹង account ហ្នឹងបញ្ចូលទៅវាអត់ឲ្យទេអញ្ចឹងណាលេខហ្នឹងបាន link ជាមួយនឹង account Gmail រួចម្ដងហើយអញ្ចឹងខ្ញុំមានដាក់លេខមួយតែលេខហ្នឹងខ្ញុំបាន link ហើយអញ្ចឹងវាលក់ពណ៌ក្រហមនឹងថាមាន problem អញ្ចឹងខ្ញុំដាក់លេខមួយទៀតដាក់ខ្ញុំមិនអាចប្រើ Gmail ទេបាទអញ្ចឹងដល់ពេលយើងដាក់ភ្ជាប់ហើយGmail នឹងផ្ញើលេខកូដមួយទៅក្នុងលេខទូរស័ព្ទរបស់យើងដើម្បីគេទៀងផ្ទាត់មើលតើលេខដែលយើងដាក់វាត្រឹមត្រូវអត់ចឹងណាហើយជាលេខរបស់យើងអត់តែយើងយូរបន្តិចបាទខ្ញុំរាវលេខរបស់ខ្ញុំសិនបាទហ្នឹងហើយដាក់លេខហ្នឹងដែលវាអត់មានអញ្ចឹងណាបាទលើបានដាក់ចូលហើយហ្នឹងហើយឡើងហើយបាទសុំចាំបន្តិចហើយលើហើយបាទអូខេអញ្ចឹងទៅហើយបាទអញ្ចឹងយើងយកលេខកូដដែល Gmail ផ្ញើទៅ SMS មកលេខទូរស័ព្ទយើងបញ្ចូលទៅបាទខ្ញុំបញ្ចូលបាទពេលយើងបញ្ចូលហើយយើងคลิก next តទៀតអញ្ចឹង success ចប់បាទចឹងនៅកន្លែងនេះគេឲ្យយើងដាក់ email address មួយដើម្បីយើង recovery បើយើងអត់មានយើង skip ក៏បានដែរតែបើសិនជាខ្ញុំដាក់ចូលទៅបាទដើម្បីការពារថាខ្ញុំពេកខ្ញុំ click password ពេកអីខ្ញុំអាចឲ្យវាផ្ញើទៅលេខហ្នឹងដើម្បី verify ការ recovery email ខ្ញុំបានបាទអញ្ចឹងយើងអង្គុយមើល term condition របស់គេអស់ទៅមើលហើយយើងចុចយក agree មកបាទនេះកន្លែងណាយើងត្រូវដោះយើងដោះកន្លែងណាយើងចង់ឲ្យព័ត៌មានយើង share ទៅគេយើងដោះវាចេញទៅយើង Google ថាយកព័ត៌មានយើងទៅ share ទេអញ្ចឹងណាហ្នឹងហើយចឹងយើងមើលហើយយើង click កន្លែង send យើងចង់ click ទីកន្លែងឲ្យគេផ្ញើព័ត៌មានរបស់យើងអត់ក៏បានយើងចុច agree មកអញ្ចឹងដល់ពេលហ្នឹងគឺចប់ success យើងចូលមក address email របស់យើងហើយបាទចឹងក្នុងនេះ email ថ្មីអត់មានអីទេចឹងបន្តមកខ្ញុំគាត់បង្ហាញពីរបៀបដែលហៅថាភ្ជាប់ two factor verification មួយទៀតនៅក្នុងហ្នឹងអញ្ចឹងណាបាទចឹងយើងចូលកន្លែង security คลิกយក security ទៅនេះខ្ញុំបាន overview មើលថា privacy មានអីខ្លះក្នុងអញ្ចឹងណាបន្ទាប់មកយើងយកកន្លែង security របស់យើងទៅនេះ click លើ tab security វាចូលឡើងនេះ
យើងចូលកន្លែង security នេះបាទ click យកមកចឹងកន្លែងនោះឃើញ two step verification off តែយើងต้องអាចភ្ជាប់ហើយយើង click លើកន្លែងហ្នឹងណាហ្នឹងគេឲ្យយើងបញ្ចូលលេខទូរស័ព្ទអញ្ចឹងយើងអាចបញ្ចូលលេខទូរស័ព្ទដែលយើងភ្ជាប់មុនហ្នឹងគឺបានដែរជាលេខស្រាប់ផ្ទាល់អញ្ចឹងនៅពេលដែលយើងគោលបំណងហ្នឹងគឺពេលយើង log in ចូលក្នុង Gmail account រកពេល log in គឺវានឹង verify ហើយទៅពេលយើងបញ្ចូល password ទៅវា verify មកតទៀតអញ្ចឹងការនេះ verify គឺគេផ្ញើ code ទៅ SMS ទៅ SMS មកលេខទូរស័ព្ទដែលយើងភ្ជាប់នៅក្នុងហ្នឹងអញ្ចឹងណាបាទអញ្ចឹងនេះវាជាប្រព័ន្ធសុវត្ថិភាពមួយការពារការ hack ការអីចូល account របស់យើងតែអញ្ចឹងណាបាទព្រោះ account Gmail ដែលយើងប្រើភាគច្រើនយើងយកទៅភ្ជាប់ជាមួយ account ច្រើន account Facebook TikTok អីផ្សេងៗហ្នឹងអញ្ចឹងកាលណាគេយក account Gmail យើងបានគេអាច access ទៅ Facebook Messenger របស់យើងបានទាំងអស់ហ្នឹងរហូតដល់ Telegram ហើយទៀតហ្នឹងចឹងនៅពេលហើយចាំបាទនៅពេលយើងភ្ជាប់ទីបន្ទាប់បាយលេខកូដចូលហើយគឺចប់ហើយយើងចូលទៅមើលឃើញថា two factor របស់យើងមានតាមពិតគេមានហៅ authenticator មួយទៀតបើសិនយើងអាចភ្ជាប់ app ណាភ្ជាប់ app នៅក្នុង authenticator នឹងបានអញ្ចឹងណាបាទបាទចប់ដំណើរអញ្ចឹងអាចមើលលេងទៅបាទខ្ញុំមកគាត់បើ overview មើលចប់អញ្ចឹងអាចថាវគ្គក្រោយប្រហែលជាខ្ញុំនឹងបង្ហាញមួយទៀតឥឡូវបើសិនជាយើងអត់ចង់ប្រើប្រាស់ Gmail ទេយើងចង់លុបចោលបានទេលុបបានអត់អីទេអញ្ចឹងនឹងបង្ហាញវីដេអូនៅវគ្គក្រោយបាទយើងលុបគណនី Gmail នឹងចោលតែហ្មងបាទអរគុណសូមជួយ subscribe និង share វីដេអូនេះផងបើសិនជាយកបងប្អូនទាំងអស់យល់ថាជាវីដេអូដែលល្អអរគុណច្រើន